សិក្សារៀនសូត្របានកម្រិតវិជ្ជាដល់បណ្ឌិតហើយតែមកយាតអាក្រក់អត់បានយកកម្រិតវិជ្ជារបស់ខ្លួនមកអនុវត្តមកអរំខ្លួនទេគេថាប្រាជ្ញអត់មកយាតវាអាសាបងនេះកម្រិតបបធម៌មានជាអ្នកចេះដឹងបើមកយាតអាក្រក់ប្រព្រឹត្តតែអំពើពាលាអីនេះអាសាបងហើយពេលបុរាណមួយទៀតលោកថាអាសាក្តី3អាសាបងបានន័យថាវាអត់ប្រយោជន៍រឿង3យ៉ាងអាសាក្តី3បណ្ដាំមេជីព្រេងព្រឹត្តប្រដៅអង្គសសតចំអិនឲ្យឆៅ1ពិសីហើយខ្លៅ2ប្រាជ្ញឥតមយាតនឹង3អា3នឹងអត់ប្រសើរទេអង្គសសតចំអិនឲ្យឆៅលោកធៀបថាកូនដែលកើតពីឪពុកម្ដាយមកទុកដូចជាអង្គសសតស្អាតបរិសុទ្ធណាស់តែឪពុកម្ដាយយកអង្គនៅទៅដាំបាយដាំឲ្យឆៅអត់បានឆ្អិនទេដល់បានទេឲ្យឆៅធ្វើអីក៏មិនកើតចាក់ចោលបើខ្លោចបានកដាំងណាបុរាណគេថាឆៅឥតប្រយោជន៍ខ្លោចបានកដាំងធាតម៉ែឪមិនបានអប់រំកូនឲ្យស្អាតល្អទូលមានណែនាំបង្ហាត់បង្រៀនកូនឲ្យល្អទេដូចជាអង្គសសតយកទៅដាំបាយឲ្យឆៅប្រើប្រយោជន៍ឲ្យអត់កើតអត់បានផលអីទេព្រមម៉ែឪនឹងពុទ្ធលោកតាជាគ្រូទី1របស់កូនគ្រូនៅសាលាគ្រូទី2ទេពុទ្ធលោកមិនរៀនចឹងគ្រូទី1នឹងអប់រំកូនរបស់ខ្លួននឹងឲ្យដើរផ្លូវខុសមិនឲ្យដើរផ្លូវត្រូវទេអង្គបរិសុទ្ធស្អាតតែយើងយកទៅចម្អិនឲ្យឆៅស៊ីអត់កើតក៏វិញចោលវាអាសាបងទៅហើយពិសីហើយខ្លៅពិសីរូបរាងមានត្រង់ត្រាយសម្ផស្សល្អមើលទៅមិនទើសព្រមប្រៃគួរជាទីពេញចិត្តគួរជាទីស្រឡាញ់ប៉ុន្តែល្ងងខ្លៅមិនថានឹងអាសាបងមួយហើយអត់ប្រយោជន៍អីល្អតែរូបប៉ុន្តែល្ងងខ្លៅអានឹងបានបុរាណយ៉ាងលោកថាក្រក៏ក្រចោលឲ្យតែមានអាក្រក់ចោលឲ្យតែល្អក្រក៏ក្រចោលឲ្យតែមានដូចអញ្ចឹងចេះទៅវិញលោកថារូបអាក្រក់ក៏អាក្រក់ចោលឲ្យតែវាល្អគឺមានចំណេះមានវិជ្ជាណាតែដល់អារូបល្អវាមកយាតឲ្យចំណេះវិជ្ជាអត់មានក៏វាអាក្រក់អានេះថាពិសីហើយខ្លៅប្រាជ្ញឥតមយាតសិក្សារៀនសូត្របានកម្រិតវិជ្ជាដល់បណ្ឌិតហើយតែមកយាតអាក្រក់អត់បានយកកម្រិតវិជ្ជារបស់ខ្លួនមកអនុវត្តមកអរំខ្លួនទេគេថាប្រាជ្ញអត់មកយាតវាអាសាបងនេះកម្រិតបបធម៌មានជាអ្នកចេះដឹងបើមកយាតអាក្រក់ប្រព្រឹត្តតែអំពើពាលាអីនេះ3នេះអាសាបងណាអង្គសសតចំអិនឲ្យឆៅពិសីហើយខ្លៅប្រាជ្ញឥតមយាតគេដែរ3នេះអត់ល្អទេបើអញ្ចឹងអ្នកទាំងឡាយគ្រប់គ្នាក៏បីធ្វើខ្លួនយ៉ាងណាក៏ឲ្យធ្លាក់ទៅក្នុងលក្ខណៈ3យ៉ាងហ្នឹងបងអាហ្នឹងយ៉ាងបានបុរាណគេថាតែបើប្រាជ្ញកុំប្រាជ្ញឲ្យដល់ព្រើលតែចេះហើយឋានៈជាបណ្ឌិតបញ្ញាបត្រទៅនៅតែព្រើលព្រឹត្តអំពើអបាយមុខពេលផ្សេងហ្នឹងយ៉ាងថាបើប្រាជ្ញកុំប្រាជ្ញឲ្យដល់ព្រើលបើមើលកុំមើលឲ្យដល់ងាប់ហ្នឹងបើធ្លួយកុំធ្លួយឲ្យដល់ធ្លាប់បើជាប់កុំជាប់ឥតគេចងបើថាយើងចេះដឹងបានជាធ្លួយតែតែងទួចហើយកុំធ្លួយដល់ទៅវាធ្លាប់បកក្រោយវិញអត់បានហ្នឹងចាបើវាជាប់កុំជាប់ឥតគេចងអត់ចំណងហ្នឹងកុំឲ្យវាជាប់ស្អិតហ្នឹងស្អិតក្នុងគ្រឿងពាលាអាក្រក់សពបែបសពយ៉ាងហ្នឹងពីព្រោះគ្រឿងពាលានេះវាជាគ្រឿងពេញចិត្តរបស់មនុស្សណាពួកអបាយមុខហ្នឹងតើតែអ្នកមានកម្រិតវិជ្ជាជាបណ្ឌិតបានយល់អំពីអំពើអាក្រក់ហ្នឹងវាឲ្យទុកទោសយ៉ាងម៉េចគេព្យាយាមលះបង់តែចិត្តរបស់មនុស្សទូទៅគឺវាជាប់ចិត្តគេហៅគ្រឿងកិលេសហ្នឹងព្រមមនុស្សនោះកើតមកវាជាប់ដោយកិលេសពេញខ្លួនកាយវាចាសតែកិលេសម្ល៉េះហើយវាពេញចិត្តអាកិលេសដូចគ្នានេះវាស្រោបគ្នាក៏យើងរៀនសូត្របានវិជ្ជាចេះដឹងទៅបានយើងយល់មានបញ្ញាដឹងសេចក្តីអាក្រក់ល្អទូទៅបានយើងលះបង់អាក្រក់ចោលអ្នកនេះធ្វើសេចក្តីល្អឡើងអានេះសូមសិស្សានុសិស្សទាំងឡាយដែលបានអញ្ជើញមកក្នុងឱកាសនេះអាត្មាភាពក៏ធ្វើធម្មបដិសន្ធារៈរិតិ
ចំពោះអ្នកទាំងឡាយដែលគ្នាមានប្រមាណប៉ុណ្ណឹងព្រោះពេលវេលាខ្លី